សូមគោរពជំរាបសួរបេដាព្រមទាំងអាណាព្យាបាលសិស្សទាំងអស់ជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខក្នុងនាមគណៈគ្រប់គ្រងយើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់និងស្តង់ដារឈានមុខគោលដៅចម្បងរបស់យើងគឺដើម្បីកសាងគ្រឹះចំណេះដឹងរឹងមាំសម្រាប់អនាគតរបស់ពួកគេកម្មវិធីចំណេះទូទៅរបស់យើងត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងស្របតាមស្តង់ដាររបស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យពួកគេក្លាយជាពលរដ្ឋសកលក្នុងយុគសម័យ Digital សាលាបានផ្ដល់កម្មវិធីភាសាអង់គ្លេសកម្រិតអន្តរជាតិនិងជំនាញបច្ចេកវិទ្យាសម្បូរបែបយើងជឿជាក់យ៉ាងមុតមាំថាការអប់រំប្រកបដោយការយល់ចិត្តនិងវិធីសាស្ត្រត្រឹមត្រូវគឺជាកូនសោដ៏មានតម្លៃដ៏ពិតប្រាកដសម្រាប់បុត្រធីតារបស់លោកអ្នកកិច្ចសហការរវាងគ្រូបង្រៀនជាមួយនឹងអ្នកអាណាព្យាបាលសិស្សគឺជាសសរស្តម្ភមួយយ៉ាងសំខាន់ដែលអាចជំរុញឲ្យលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែទទួលបាននូវលទ្ធផលល្អប្រសើរចំណែកឯអេបរបស់សាលាគឺពិតជាមានសារៈសំខាន់ដែលមិនអាចខ្វះបាននៅក្នុងការជួយសហការគ្នារវាងសាលាជាមួយនឹងមេដាបេដាសិស្សផងដែរ My ideology is that when you spoon feed students learning, they don't tend to learn. I always believe in learning by your autonomy. ទៅយើងដឹងហើយថា soft skill និង hard skill គឺជារឿងដែលសំខាន់ណាស់ដែលសិស្សទាំងអស់ត្រូវតែមានហើយអ្វីដែលសំខាន់ហ្នឹងបន្ទាប់ពីការសិក្សាទៅលើទ្រឹស្ដីហើយតកតងមួយនឹងជំនាញទុន soft skill នេះគឺសំខាន់ដែលវាមានពីខាងក្នុងមកក្នុងនោះអ្វីដែលយើងសម្របសម្រួលឲ្យគាត់បានគឺធ្វើយ៉ាងណាយកចិត្តគាត់ឲ្យបានថាតើសិស្សនោះគាត់ចង់បានអីពីយើងគាត់មានចក្ខុវិស័យគោលដៅឬក៏បំណងអីពីយើងជាគ្រូបង្រៀនចាអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ឡើងនេះគឺការយកចិត្តគាត់ហើយឲ្យគាត់ទុកចិត្តមានភាពកក់ក្ដៅចំពោះយើងជាគ្រូនឹងដូចជាអាណាព្យាបាលរបស់ពួកគាត់ជាម្ដាយឪពុកដូចគ្នាដែរអញ្ចឹងអានេះជាអ្វីមួយដែលជាការគ្រប់គ្រងក៏ដូចជាការដោះស្រាយបញ្ហានានាដែលកើតមានឡើងនៅក្នុងថ្នាក់រៀនយើងអញ្ចឹងយើងជាគ្រូនៅក្នុងថ្នាក់នេះគឺធ្វើយ៉ាងណាដោះស្រាយនៅពេលដែលមានបញ្ហាកើតឡើងចំពោះសិស្សមុននឹងយើងរុញកិច្ចការងារហ្នឹងទៅថ្នាក់ដឹកនាំខាងលើជាបន្តបន្ទាប់ វិន័យគុណធម៌សុភមង្គល